កុំឲ្យថាញ៉ាំតែសាច់ជ្រូកសាច់មាន់រាល់ថ្ងៃពេកអញ្ចឹងទៅក៏ឆ្លៀតស្លសម្លកកូរឲ្យកូនម្ដងមកបែបបន្លែច្រើនអញ្ចឹងណាហ្នឹងហើយសម្រាប់សម្លកកូរខាងខ្ញុំគឺខ្ញុំដាក់ជាមួយនឹងខ្ទិះដូងសម្រាប់បងប្អូនណាដែលអត់ដាក់ក៏អត់ទៅចាហើយមួយទៀតគឺដាក់តាពាំងដែរសម្លកកូរដាក់តាពាំងឆ្ងាញ់ណាបងប្អូនអត់មានខុសអីទេបងប្អូនដាក់ទៅគឺឆ្ងាញ់បានដូចគ្នានឹងគោមដូងដែរចាបើយើងមានកោមដូងក៏យើងដាក់ទៅបើយើងអត់មានទេក៏យើងដាក់តាពាំងទៅវាអត់មានខុសតម្រង់ដើមតម្រង់អីទេបងប្អូនវាអាស្រ័យទៅលើការចូលចិត្តអ្នកញ៉ាំហ្នឹងគឺគាត់ចេះញ៉ាំបែបម៉េចចាអ្នកខ្លះក៏គាត់អត់ដាក់អញ្ចឹងទៅមិនមែនថាគេដាក់មិនបានខុសមិនបានត្រូវអត់មានខុសអត់មានត្រូវអីទេអាស្រ័យលើចំណង់ចំណូលចិត្តអ្នកញ៉ាំទាំងអស់គ្នាចាបើអ្នកនៅស្រុកក្រៅគាត់ស្លដាក់តាំងពីស្ពៃហាងស្ពៃអីទៀតផងវាមានបញ្ហាអីទេអញ្ចឹងវាអាស្រ័យទៅលើមុខម្ហូបតាមតំបន់ដែរអញ្ចឹងណាតំបន់នេះគេដាក់អញ្ចេះតំបន់នោះគេដាក់អញ្ចោះអីអញ្ចឹងណាអញ្ចឹងវាអត់មានអីដែលជាបញ្ហាទេកុំគិតច្រើនអីញ៉ាំបានបែបណាស្លបែបហ្នឹងទៅចាហើយសម្រាប់ស្លកូរខ្ញុំគិតថាបងប្អូនមួយចំនួនអាចจะចេះហើយសម្រាប់ខាងខ្ញុំបងប្អូនអាចមើលពីរបៀបស្លត្រួសនៅក្នុងវីដេអូនឹងបានព្រោះអីបញ្ចូលសលេងនេះគឺថារូបភាពវាទៅមុនសំលេងខ្លះហើយចាហើយអង្គលីងគឺខ្ញុំដាក់2តង់ណាបងប្អូនតង់ទី1គឺដាក់នៅពេលដែលយើងដាក់បន្លែឆាជាមួយនឹងសាច់ហើយវាឈ្ងុយគ្រឿងឈ្ងុយអីចូលគ្នាអញ្ចឹងណាដល់ពេលតង់ទី2គឺដាក់នៅពេលដែលដាក់ទឹកហើយបន្ថែមជាមួយនឹងបន្លែខៀវដាក់វាមកតង់ទៀតទៅដើម្បីឲ្យវារៀងខាប់បន្តិចបន្ទាប់មកគឺយើងដាក់ជាមួយនឹងខ្ទិះដូងហើយស្លថ្ងៃនេះគឺថាខ្ញុំស្លហើយគឺខ្ញុំអត់បានញ៉ាំភ្លាមទេអញ្ចឹងហើយអត់ទាន់ដាក់បន្លែខៀវទេបន្លែខៀវតតែជិតដល់ម៉ោងញ៉ាំបានដាក់ចាអានេះគឺដល់ម៉ោងញ៉ាំហើយជិត1ហើយបានខ្ញុំដាក់បន្លែខៀវព្រោះស្លនេះខ្ញុំស្លតាំងព្រឹកអញ្ចឹងណាពួកអីកន្លែងយើងលក់ដូរអញ្ចឹងខ្លាចរវល់អត់មានពេលច្រើននៅក្នុងការស្លទេឆ្លៀតស្លបានតែពេលណាក៏ស្លពេលហ្នឹងហ្មងទៅចាដោយសារតែបន្លែខៀវរបស់ខ្ញុំច្រើនមុខអញ្ចឹងហើយខ្ញុំដាក់ម្ដងតិចដាក់អញ្ចឹងទៅបានវាកូរសប់បានល្អអញ្ចឹងណាវាបែកគ្នាបានល្អបើយើងដាក់ម្ដងទាំងអស់មកវានៅដុំចាដួសមកវែកមកគឺដោយតែបន្លែខៀវឯងអញ្ចឹងហើយគឺខ្ញុំដាក់បែបហ្នឹងបានវាសប់ល្អហើយបញ្ជាក់ទីបងប្អូនសម្រាប់តាពាំងណាគឺមុនយើងយកមកដាក់ស្លហ្នឹងគឺខ្ញុំប្រសាបវាហើយយើងស្ងោរវាប្រសាបប្រហែលជា5-10នាទីហើយបើដាក់កូមដូងបាច់ប្រសាបទេបងប្អូនតែបើដាក់តាពាំងយើងត្រូវតែប្រសាបបើមិនអញ្ចឹងទេវាល្វីងវាហាងតាពាំងណាអញ្ចឹងអានេះរួចរាល់ហើយបងប្អូនអញ្ជើញឆ្ងាញ់ទាំងអស់គ្នាញ៉ាំបាយជុំគ្រួសារនិយាយទៅកូនខ្ញុំគឺចូលចិត្តញ៉ាំស្លកកូរមិនថាកកូរមិនថាសម្លប្រហើតាពាំងសម្លសឡក់អីហ្នឹងគឺថាចូលចិត្តលេខ1តែម្ដងចាគ្រាន់ថាម៉ែនេះមិនសូវមានពេលស្លុកអីអញ្ចឹងឲ្យទេដោយសារតែរវល់ហើយគ្រឿងក្រៅទាំងអស់ហ្នឹងវាត្រូវការចំណាយបេះយូរអីអញ្ចឹងណាអានេះគឺថាឆ្លៀតធ្វើឲ្យគេបុកគ្រឿងបុកអីឲ្យអញ្ចឹងទៅចា